ទឹកមួយកែវអាចជំរាបស្នាមប្រឡាក់ទឹកមួយកែវអាចធ្វើឲ្យកំពុះអស់រលីងអស់បញ្ហាក្នុងការបកសាច់កណាត់ប្រឡាក់ខ្លាំងបែបនេះខ្ញុំដាក់ជាមួយនឹងសាប៊ូអ៊ីត្រាវ៉ោះ2ស្លាបព្រាក្នុងទឹក1 កែវកូរលាយគ្នាបាទងាយស្រួលរលាយទេសម្រាប់សាប៊ូអ៊ីត្រាវ៉ោះបាទអាចជំរាបស្នាមប្រឡាក់បានបាទបញ្ជាក់ជូនគឺអត់មានសារធាតុកាត់រមើសអត់ខូចសាច់កណាត់បើសិនជាមានសារធាតុកាត់រមើសក៏ខ្ញុំអត់ហ៊ានយកមកលុបមុខខ្ញុំដែរបាទបើសិនជាបងប្អូនកំពុងតែជួបបញ្ហាក្នុងការបកសាច់កណាត់ជ្រះល្អបែបនេះព្រួយបារម្ភខ្លាចស្លេកពឿស្លោកពឿខូចសាច់កណាត់ឆាប់ពុកផុយអស់បារម្ភទៅបងប្អូនសាប៊ូបកកៅអ៊ីត្រាវ៉ោះគឺអត់មានសារធាតុកាត់រមើសខូចសាច់កណាត់នោះទេយើងអាចបកបានសាច់កណាត់គ្រប់ប្រភេទបងប្អូនបាទមិនថាអោសអោពើអោផ្កាគឺយើងបកបានហើយសម្រាប់បងអាជីវកម្មបោអ៊ុតឬក៏បងត្រីមេផ្ទះបោលក្ខណៈគ្រួសារបាទមួយទៀតបើសិនជាយើងមានកន្លុកផុកជ្រាំយើងអាចយកទឹកដែលយើងបោកហើយយកទៅចាក់បំបត្តិក្លិនបំបត្តិមេរោគបាក់តេរីទៀតផងហើយមួយទៀតគឺយើងអាចយកទៅចាក់ដំណាំលូតលាស់បានល្អកាន់ក្តឹបកាន់ផ្កាបានទៀតផងសួស្ដីបងនិយាយចឹងសាប៊ូហ្នឹងពេលពួកខ្ញុំត្រាំមកយកទៅហើយយកមកញីច្រាស់ដៃញីដៃវិញវាច្រះអស់បងចឹងបើឯងអាចតិចទៀតឲ្យគេដឹកយកមក1គីឡូទៀតបានទេបងអត់ទៅបងសាប៊ូហ្នឹងមានលក់តែក្នុងប្រទេសកម្ពុជាទេហើយបាទបងនៅខាងណាដែរបងនៅប្រទេសណាដែរបងនៅប្រទេសជប៉ុនធ្លាប់ម៉ាក់គាត់នៅស្រុកគាត់ថាប្រើទៅវាល្អអញ្ចឹងគាត់ថាបោកខោអាវចៅអីចឹងស្រួលបោកវាធូរកម្លាំងវាអត់សូវនឿយហត់ប្រើកម្លាំងដុសវា